កាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពេលដែលយើងនិយាយចេញទៅហើយគឺជាចង្វាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដីគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីដតីទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយតើអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងដល់របស់រតីក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីជាមួយនឹងណានាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយឡើយមនុស្សដែលបងពាក្យបងសម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសំបីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ